បាទសួស្តីបងប្អូនយើងបាទនេះគឺការដាក់ផ្ទាំងសូឡា បាទខ្ញុំនឹងចែកជូនបងប្អូនយើងទស្សនាមើលណាបាទការដាក់ផ្ទាំងសូឡាបាទនេះគឺតាមនេះគឺវាស្រែដែលគេតែបងប្អូនយើងក៏ដាក់ដាំឈូកណាបាទក៏ដាំឈូកយើងក៏ដាក់បាទគឺអណ្ដូវបើផ្ទាំងសូឡាស្រួលបងប្អូនយើងបាទនេះគឺផ្ទាំងសូឡាបាទនេះគឺផ្ទាំងសូឡាបាទគាត់ដាក់2 4 6 8សន្លឹកបាទគឺចំនួន8សន្លឹកដែរបាទផ្ទាំងសូឡានេះបាទអញ្ចឹងគឺល្អមែនតើបងប្អូនយើងបាទបាទគាត់មានទូភ្លើងមួយដាក់ខាងក្រោមហើយនឹងបាទដែកដោតការពាររន្ទះបាទនោះដែកដោតការពាររន្ទះបាទ8សន្លឹកបាទគឺភ្លើងខ្លាំងបងប្អូនយើងបាទនេះគឺទឹកចេញបាទបងប្អូនយើងបាទនេះគឺទឹកចេញបាទគឺទឹកចេញខ្លាំងមែនតើបងប្អូនយើងបាទអញ្ចឹងគឺពួកបងប្អូនយើងប្រើផ្ទាំងសូឡាគឺយើងមិនខាតទេបងប្អូនយើងបាទគឺចំណេញបាទចំណេញលុយច្រើនណាបាទគឺបងប្អូនយើងដឹងស្រាប់ហើយបាទផ្ទាំងសូឡាគឺវាប្រើពន្លឺថ្ងៃបាទគឺល្អមែនតើនេះបាទនេះគឺខ្ញុំមកបេះផ្កាឈូកក៏បានជួបប្រទេសក៏ថតឲ្យបងប្អូនយើងទស្សនាមើលទៅបាទហើយការបាញ់ទឹកគឺអណ្ដូងបាទគឺបាញ់ខ្លាំងមែនតើបាទឡើងពេញសយោល្អណាស់បងប្អូនយើងបាទនេះគឺសយោលេខ80បាទលេខ80ណាបាទគឺបាញ់ខ្លាំងមែនតើពេញសយោល្អមែនតើបាទហើយសម្រាប់អណ្ដូងគឺគាត់ទីទឹកបាទគឺល្អមែនតើបងប្អូនយើងបាទបាញ់នឹងឆ្វាច់តែម្ដងបាទនេះទឹកឆិតពេញស្រែហើយបងប្អូនយើងបាទអញ្ចឹងគឺថាប្រើសូឡាគឺមានថ្ងៃរះគឺមានភ្លើងមកបូមទឹកហើយបាទអូតូតែម្ដងបាទគឺស្រួលប្រើបងប្អូនយើងបាទអញ្ចឹងគឺស្រួលមែនតើណាសម្រាប់បងប្អូនយើងដែលប្រើសូឡាបាទគឺចំណេញលុយកាក់ច្រើនពុកម៉ែបងប្អូនយើងបាទអញ្ចឹងវីដេអូនេះគឺមានតែសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនយើងតែតាមដាននៅវីដេអូរបស់ខ្ញុំបាទថតផ្ទាល់បាទអញ្ចឹងបងប្អូនយើងបានចូលទស្សនាវីដេអូខ្ញុំហើយជួយ like ជួយ share និងចុចជាវអ្នកផងដើម្បីទទួលបានវីដេអូថ្មីចែកជូនបងប្អូនយើងរៀបរៀងរាល់ថ្ងៃបាទអញ្ចឹងសូមអរគុណសូមជម្រាបលាណាបាទ